នាវាទេសចរខ្នាតធំមួយគ្រឿងចូលចតក្រុងព្រះសីហនុនិងភ្ញៀវជិត3,000នាក់អាមេរិកច្រើនជាងគេនៅវេលាម៉ោង 7:00 នាទីថ្ងៃច័ន្ទទី 29 ខែធ្នូនេះមាននាវាទេសចរឈ្មោះ Diamond Princess សញ្ជាតិ Bermuda បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដើម្បីទស្សនាប្រទេសកម្ពុជារយៈពេល1ថ្ងៃបន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាមកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឲ្យដឹងថានាវាទេសចរនេះមាននាវិកសរុបចំនួន 1059 នាក់ស្រី 245 នាក់មាន 59 សញ្ជាតិនិងមានភ្ញៀវទេសចរសរុបចំនួន 2850 នាក់ស្រី 1566 នាក់មាន 52 នាក់សញ្ជាតិចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេគឺសហរដ្ឋអាមេរិក 797 នាក់និងអូស្ត្រាលី 824 នាក់បើតាមប្រភពខាងលើនាវាទេសចរនេះនឹងចាកចេញទៅប្រទេសថៃនៅវេលាម៉ោង 16:00 នាទីនៅថ្ងៃដដែល